chỉ biết super bon off nhé và trong ngày này tôi dương từ lọc mặt can khả năng riêng là bao dương sáng chục mấy hay ngày này thì chờ mình miền miền mối để dương mình sạch xa ông tí miền tại thì sao lấy cầm được buồn bao dươngคือ lesson A a busy week បានអញ្ចឹងនៅក្នុង a busy week ហ្នឹងគឺសំដៅទៅលើបាទសប្តាហ៍ដែលមានភាពរវល់បាទទាំងអស់គ្នាប្រហែលជាធ្លាប់មាននៅការវិភាគមួយដែលក្នុងមួយសប្តាហ៍ហ្នឹងគឺយើងត្រូវធ្វើនេះផងធ្វើនោះផងធ្វើអីផ្សេងជាច្រើនអញ្ចឹងអាហ្នឹងគឺសំដៅទៅលើ basic week ហ្នឹងហើយតោះអញ្ចឹងនៅក្នុងនេះក៏មាននៅ vocabulary បាទដែលជាពាក្យកន្លឹះបាទចំនួន5ដែរដែល teacher យកមកចែករំលែកជូនទាំងអស់គ្នាបាទឲ្យយើងបានស្គាល់ពាក្យទាំង5ហ្នឹងក៏ដូចជាមានឧទាហរណ៍ដើម្បីឲ្យទាំងអស់គ្នាកាន់តែស៊ីជម្រៅទៅលើពាក្យកលឹះមួយផងដែរតោះអញ្ចឹងយើងទៅកាន់ពាក្យទី1របស់យើងគឺយើងអានថា a conferenceពាក្យទី2 a business ទី3 a blind ពាក្យទី4 appointment ពាក្យចុងក្រោយ interview ចឹងទីចអានម្ដងទៀត a conference ហ្នឹងគឺយើងបកប្រែថាសន្និសីទបាទសន្និសីទកសែតឬក៏សន្និសីទអីផ្សេងទី2 a business ហ្នឹងគឺបកប្រែថាមុខជំនួញដូចយើងការរកស៊ីលក់ដូរអីផ្សេងហ្នឹងអាហ្នឹងគេហៅថា a business ហើយបាទមុខជំនួញពាក្យទី3 a blind ហ្នឹងមានន័យថាខ្វាក់ឬក៏ងងឹតមានន័យថាយើងភ្នែកយើងឧទាហរណ៍ថាយើងខ្វាក់ភ្នែកអាហ្នឹងហើយគឺពាក្យ a blind ពាក្យទី4 appointment បាទបកប្រែថាការណាត់ជួបបាទការណាត់ជួបទៅលើអ្វីមួយឧទាហរណ៍ថាយើងមានការណាត់ជួបជាមួយនឹងពេទ្យទៅដកធ្មេញឬមួយក៏អីហ្នឹងគឺបាទពេទ្យនឹងធ្វើការណាត់ជួបហើយថានឹងមកម្ដងទៀតពេលណាអញ្ចឹងពាក្យហ្នឹងគឺ appointment ពាក្យចុងក្រោយទី5 interview ហ្នឹងបកប្រែថាបាទការសម្ភាសដូចយើងមុននឹងចូលធ្វើការងារផ្សេងគឺនឹងឆ្លងកាត់ដែរនៅការសម្ភាសបាទ interview តោះអញ្ចឹងសម្រាប់ឧទាហរណ៍បាទ a conference the principal had a conference with all teachers បាទ a principal had a conference with all teachers មានន័យថាបាទនាយកបាទមាននាយកមានសន្និសីទឬមួយក៏មាននៅអ្វីដែលការថ្លែងសន្និសីទការនិយាយអីផ្សេងហ្នឹងជាមួយនឹងគ្រូទាំងអស់បាទគ្រូរៀនទាំងអស់ទី2 a business they have ក៏បានដែរបាទ they've been in business for 20 years បាទពួកគេហ្នឹងគឺបាទមាននៅ business នៅក្នុងដៃហ្នឹងអស់រយៈពេល20ឆ្នាំមកហើយបាទមាននៅមុខជំនួញណាបាទអស់រយៈពេល20ឆ្នាំបាទអញ្ចឹងនេះគឺជាពាក្យ business របស់យើងទី3 a blind he was blind in one eye គាត់ត្រូវបានខ្វាក់ភ្នែកម្ខាងបាទខ្វាក់ភ្នែកម្ខាងណាបាទ blind in one eye បាទអញ្ចឹងនេះគឺជាពាក្យ blind ទី4 appointment I have an appointment with Dr. Martins at 3 o'clock ខ្ញុំមាននៅការណាត់ជួបជាមួយនឹងលោក Dr. វិជ្ជបណ្ឌិត Martin ហ្នឹងគឺនៅម៉ោង3 3 o'clock ចុងក្រោយ interview more than 2,000 students were interviewed about their experiences for the study បាទមានសិស្សប្រមាណជាជាង 2,000 នាក់ឬក៏ច្រើនជាងហ្នឹងបាទគឺបាទធ្លាប់បានគឺត្រូវបានធ្វើការសម្ភាសអំពីបទពិសោធន៍នៃការសិក្សារបស់ពួកគេបាទ experience បទពិសោធន៍នៃការសិក្សាបាទអញ្ចឹងពាក្យនេះបាទគឺ interview អរគុណច្រើនអញ្ចឹងពាក្យទាំង5នេះសង្ឃឹមថាបងប្អូននឹងចងចាំក៏ដូចជាចេះនៅអត្ថន័យនៃពាក្យនីមួយហើយក៏ដូចជាឧទាហរណ៍ផងដែរជួបគ្នាវីដេអូក្រោយទីច្រើននឹងមានមេរៀនផ្សេងចែកលេខជូនដល់អ្នកគ្នាទៀតសូមព្រះប្រទានពរ